ព្រះតនកកំពុងកចរៀបចំជ្រិលជ្រែនាទិសខាងលិចក្នុងកាលវេលាថ្ងៃបាក់រសៀលហ្វូងសត្វបក្សាហោះហើរត្រៀបត្រានៅលើវេហាឯផ្ទៃអាកាសសំដៅទៅកាន់ទ្រនំរបស់ពួកវាជំនោបកត្រសៀកបណ្ដាលឲ្យចុងមេឃព្រៃព្រឹក្សាបោករវិចរង្គោះរឹងកើញ័រញាក់រេរាំចុះឡើងតាមលំនាំព្រះវិយូស្លឹកឈើក្រៀមដែលជ្រុះធ្លាក់កើនៅខាងក្រោមប៉ាងរប៉ាត់រប៉ាយជាមួយគំតិចដីធូលីហុយទៅលើខ្យល់យ៉ាងទ្រលោមស្ថិតក្នុងភូមិដ៏ឆ្ងាយដាច់ស្រយាលមួយនេះបើសិនយើងងាកក្រឡេកមើលតែមួយផ្លែតយើងនឹងអាចសន្មត់បានថាទីនេះគឺជាតំបន់ព្រៃឈើស៊ុបទ្រុបព្រោះយល់ស្លុបតែភាពងងឹតនឹងដើមឈើធំខ្ពស់ទាបដូចជាបេងនាងនួនក្រញូងស្រឡៅជាដើមដែលសុទ្ធសឹងតែមានមេចាក់ចូលគ្នាប្របជាលុបបើទោះជានៅពេលថ្ងៃក៏មើលឃើញថាដូចជាពេលយប់យ៉ាងអញ្ចឹងតែតាមពិតទៅទីតំបន់នេះគឺជាភូមិឋានទីលំនៅរបស់អ្នកស្រុកដែលបានមកតាំងលំនៅតាំងពីច្រើនចំនួនយូរលង់ណាស់មកហើយដូច្នេះទើបបានជាយើងឃើញមានដំបូលផ្ទះដែលប្រក់អំពីស្លឹកត្នោតតាមចន្លោះដើមឈើខ្ពស់ទាំងអស់នោះមិនតែប៉ុណ្ណោះទេយើងក៏ឃើញមានសម្ភារៈដែលប្រើប្រាស់កាលពីសម័យមុនដូចជាចង្ក្រានមុំ3ដែលដាក់បន្ទាប់ដោយដុំថ្ម3ដុំគកសម្រាប់ដាំរមាស់ស្ករត្នោតដែលមានកូនរងតូចមួយប្រក់ដោយស្លឹកត្នោតធ្វើអំពីដើមឫស្សីមានសភាពពុកផុយដាច់ធ្លុះធ្លាយដំបូលពាងទឹកដែលត្រង់ទឹកភ្លៀងពីតូទឹកខាងលើព្រំដំបូលផ្ទះហាក់មានសភាពដោះស្លាយខ្មៅក្រឹបនិងក៏ឃើញមានផ្ទះខ្លះទៀតមានសភាពរហែកដំបូលធ្លុះធ្លាយហើយនៅទីធ្លាខាងមុខផ្ទះទៀតសោតក៏ប្រទះនៅព្រៃស្ទប់ទ្រុបនិងស្មៅដ៏វែងបាំងបិទសឹងតែចិត្តផ្លូវដើរទៅខាងមុខផ្ទះមិនរួចស្ថានភាពផ្លូវលំដែលសាងសង់ដោយចាក់ដីក្រាលគ្រុះក្រហមមួយនេះមើលទៅមានប្រវែងវែងនិងទទឹងធំក្រនបាដែរប៉ុន្តែទាស់ត្រង់ថានៅកណ្ដាលភូមិហាក់មានសភាពងងឹតដោយព្រៃឈើដែលដោះអមក្រាស់ក្រែលនៅសងខាងផ្លូវទើបជាហេតុបណ្ដាលឲ្យមានភាពងងឹតស្លុបដូចយប់យ៉ាងដូចនេះព្រះអាទិត្យបានលិចផុតចាកទ្វីបលោកបាត់ទៅហើយគ្រប់យ៉ាងបន្សល់នៅភាពស្ងប់ស្ងាត់លាយឡំជាមួយនឹងពន្លឺព្រាលឡាគូផ្សំនឹងសំឡេងសត្វរៃចង្រិតយំស្រែកឲ្យត្រហឹងអើងកងតាមកំពតចុងដង្គៀបមេឈើពពួកសត្វមានស្លាបហោះហើរចេញចាកអំពីទីតំបន់ភូមិនេះចាក់ចេញសំដៅចុងព្រៃដ៏សែនឆ្ងាយមើលទៅទំនងជាពួកវាមិនអាចដេកនៅទីនេះបានបើមើលទៅពួកអ្នកភូមិមិនបានចេញមកបង្អើលឬក៏បរបាញ់រំខានទៅដល់ការរស់នៅរបស់ពួកវានោះឡើយរួចចោះហេតុម្ដេចទើបបានជាពួកវាមានសភាពហាក់ដូចជាភិតភ័យជាមួយនឹងអ្វីមួយខ្លាំងលេះលុះពេលបន្តិចក្រោយក៏ឃើញមានប្រើសក្តាន់ឆ្លុះរត់ឆ្លងកាត់ទៅទឹងផ្លូវសំដៅចូលព្រៃខាងលិចភូមិមួយហាក់ដូចជាកំពុងរត់គេចពីអ្វីមួយទន្ទឹមនឹងពេលនោះដែរត្រចៀកក៏ស្ដាប់ឮសំឡេងងងចេញពីទីឆ្ងាយពីជម្រាលផ្លូវចុះខាងក្រោមលុះនៅពេលសំឡេងបានឮមកកាន់តាគៀកនឹងឃើញផ្ទាល់ជាក់ច្បាស់នឹងភ្នែកតាមពិតនោះគឺជាក្រុមយុវជនមួយក្រុមដែលនិយមដំណើរកម្សាន្តបោះតង់តាមព្រៃហើយពួកគេមានគ្នាចំនួន4ម៉ូតូមានទាំងប្រុសមានទាំងស្រីលុះបន្ទាប់ពីជិះឡើងទួលមកខាងលើផ្លូវមិនបានប៉ុន្មានផងក៏ស្រាប់តែម៉ូតូនៃសមាជិកមួយក្រុមរបស់ពួកគេ
ដែលឃើញថាជីក្នុងល្បឿនមធ្យមក្នុងចំណោមពួកគេដែលជិះលឿនក៏បានមកឈប់រលត់ពាក់កណ្ដាលផ្លូវក្នុងភូមិមួយនេះស្ថិតក្នុងអរិយាបថចុះពីលើម៉ូតូក្នុងចិត្តពោពេញដោយការពុំអស់ចិត្តព្រោះត្បិតម៉ូតូជិះធ្វើដំណើរតាមផ្លូវចិត្តមួយថ្ងៃទៅហើយបែរជាមិនមានបញ្ហាតែបែរជាមកខូចនៅពាក់កណ្ដាលផ្លូវជួនពេលមេឃក៏ចិត្តនឹងងងឹតយប់ទៅទៀតចំណាប់ឈរច្រត់ចង្កេះសម្លឹងមើលម៉ូតូរបស់ខ្លួនដោយក្រវីក្បាលតិចតិចនិងសម្លឹងរកមើលតាមមុខផ្ទះនីមួយៗក្នុងភូមិនេះក្រែងលោមានជាងជួសជុលគ្រាន់មានសង្ឃឹមខ្លះក៏ប៉ុន្តែគឺពិតគ្មាននរណាសម្បីតែម្នាក់តែបែរជាឃើញមនុស្សនៅក្នុងភូមិទាំងនោះធ្វើរបរប្រកបកិច្ចការងារពួកគេធ្វើជាប្រងើយទៅវិញមើលទៅពួកគេហាក់ដូចជាមិនខ្វាយខ្វល់ជាមួយនឹងពួកអ្នកកំឡោះឡើយនិមលដែលជាមិត្តស្រីរបស់ចំណាប់ដែលបានជិះមកជាមួយគេដែរនោះនាងក៏សួរទៅកាន់គេថាតើយើងគួរធ្វើមិនដេចទៅចំណាប់ហើយពួកគេក៏ជិះទៅចោលយើងអស់ទៀតគ្រាន់តែនិមលនាងនិយាយមិនទាន់រួចពីមាត់ស្រួលបួលផងស្រាប់តែពួកគេទាំងនោះក៏នាំគ្នាជិះត្រឡប់មកវិញយ៉ាងលឿននិយាយទៅក្រុមពួកគេ3ម៉ូតូទៀតនោះអ្នកខ្លះក៏មានចរិតស្លូតបូតនិងសុភាពរៀបសាររីឯអ្នកខ្លះទៀតក៏មានចរិតខលខូចមាត់រពិលរពូចឥតគម្របដូចជាសាក់និងសៅជាដើមគ្រាន់តែឃើញចំណាប់នឹងនិមលឈរស្ទើរតែប៉ះគ្នាខណៈកំពុងសម្លឹងមើលនៅជុំវិញខ្លួនភ្លាមនោះសាក់គេក៏បាននិយាយមកកាន់ចំណាប់ថាយីអើអញខំតែជិះចាំវាតិចតិចមិនហ៊ានទាំងជិះលឿនផងចាំបាត់តាមពិតមកលួចត្រូវគ្នានៅកណ្ដាលផ្លូវអញ្ចឹងសោះលើសាក់និយាយបែបនេះភ្លាមនិមលនាងចង់ចិញ្ចាមនិងសម្លក់សម្លឹងទៅកាន់សាក់បែបខឹងណាមួយវិញទៀតអត្តចរិតរបស់នាងក្រមុំនាងហាក់ពុំចូលចិត្តសាក់តាំងពីស្គាល់ដំបូងមកម្លេះពីព្រោះគេចូលចិត្តនិយាយពាក្យចំអាស់ចំអូងនិងពាក្យបែបពុំគប្បីដទៃទៀតដែលនាងពុំចូលចិត្តចំណាប់រៀបរាប់ប្រាប់ដំណើរដំតងទៅកាន់ពួកគេដែលឡៃពួកគេទាំងនោះបន្ទាប់ពីលើចំណាប់និយាយប្រាប់ថាម៉ូតូរបស់គេត្រូវខូចជិះលេងទៅមុខម្នាក់ស្រាប់តែមានទឹកមុខស្ងួតស្ងប់ដោយក្តីអស់សង្ឃឹមព្រោះត្បិតនៅពេលនេះមេឃក៏ចាប់ផ្ដើមងងឹតបណ្ដាទៅហើយណាមួយនៅភូមិដាច់ស្រយាលទីតំបន់ព្រៃបែបនេះទៀតតែឲ្យមានជាងជួសជុលឯណាគេនៅបើកដល់ថ្មនឹងទៀតនោះប៉ុន្តែទោះបីជាយ៉ាងណាក៏អាចមានសង្ឃឹមខ្លះដែរត្បិតនៅក្នុងភូមិនេះមើលទៅមិនទំនងមានអ្នកភូមិណាម្នាក់បើអាជីវកម្មខាងជាងម៉ូតូក៏ពិតមែនក៏ប៉ុន្តែពួកគេនៅតែអាចទៅប្រស្រ័យតាក់ទងជាមួយអ្នកភូមិបានបើតាមស្មានគេអាចចិត្តល្អឲ្យពួកគេសម្រាកនៅក្នុងភូមិនេះមួយយប់បណ្ដោះសិនផងក៏អាចថាបានម៉ោង 6 ជាងឈានចូលក្បាលប្រលប់យប់ងងឹតព្រាលមើលឃើញតែចន្លោះពន្លឺនៅលើមេឃដែលខណ្ឌចែករវាងមេឃចុងព្រៃពីម្ខាងទៅម្ខាងទៀតតែប៉ុណ្ណោះពីព្រោះសភាពនៅខាងក្រោមមើលទៅសែនងងឹតស្លុបដូចយប់នេះប្រហែលមកពីនៅក្នុងភូមិមានព្រៃឈើខ្ពស់និងក្រាស់ខ្មឹកពេកក៏អាចថាបានដែរបើក្រឡេកមើលទៅតាមផ្ទះនីមួយមើលទៅហាក់មានសភាពងងឹតស្លុបយ៉ាងចម្លែកហាក់ពុំមានអុចភ្លើងបំភ្លឺតាមរបងខាងមុខផ្ទះតលតែសោះទស្សនភាពនៅក្នុងភូមិនេះកុំថាឡើយមិនមានមនុស្សដែលឆ្លងកាត់ឬក៏ប្រាស្រ័យតាក់ទងគ្នាក្នុងរឿងអ្វីផ្សេងសូម្បីតែសត្វឆ្កែដែលរាប់ទុកថាជាសមាជិកគ្រួសាររបស់អ្នកភូមិដែរនោះក៏ពុំមានដើរឆ្លងកាត់ផ្លូវឬក៏ប្រុសស្វាគមន៍ពួកគេបន្តិចអ្វីឡើយចំណាប់បង្គាប់ប្រាប់ឲ្យពួកគេប៉ុន្មានម៉ូតូដែលជិះត្រឡប់មកមុននេះឲ្យនៅរងចាំអ្នកកំឡោះនៅចិញ្ចើមផ្លូវក្រោមដើមអំពិលធំមួយកន្លែងដែលនៅជាប់ជាផ្លូវនោះចំណែកគេនឹងនិមលនឹងដើរទៅសុំប្រាស្រ័យតាក់ទងជាមួយនឹងអ្នកភូមិដែលមានផ្ទះប្រកដោយដំបូលស្លឹកត្នោត
ដែលនៅខាងមុខកំបាំងដោយព្រៃឈើនោះលោកដើរទៅដល់មុខបានបន្តិចស្រាប់តែសាក់គេក៏ស្រែកមកកាន់ពួកគេថាកុំទៅយូរពេកវើយយប់ហើយប្រយ័ត្នខ្មោចលោចំណាប់កំឡោះងាកក្រោយក្រវីក្បាលតិចត្រង់ហួសចិត្តមកកាន់គេរួចក៏ដើរទៅខាងមុខបន្តទៀតរំពេចនោះស្រាប់តែមេឃអំពិលពុកផុយបានបាក់ជ្រុះធ្លាក់នៅខាងក្រោយខ្នងរបស់ពួកគេលន់ប្រាវធ្វើឲ្យពួកគេម្នាក់របូតមាត់ភ្ញាក់និងងាកមើលទៅខាងក្រោយខ្នងរបស់ពួកគេលោកបានដឹងថានោះគឺជាមេឃអំពិលដែលមានសភាពពុកផុយរលួយដោយឡែកពួកស្រីប៉ុន្មានអ្នកទៀតពួកគេមិនបានគិតថាវាគឺជាឧបទ្ទវហេតុនោះទេពួកគេបានគិតថានេះអាចមកពីមាត់របស់សាក់ឥតគម្របដែលបាននិយាយស្ដីបែបអពមង្គលនៅមុននេះនារីម្នាក់ក្នុងចំណោមពួកគេទាំងនោះបាននិយាយស្ដីថាឲ្យសាក់ថាឃើញទេប្រាប់ថាកុំឲ្យនិយាយមាត់អំបិលប្រហុកនៅក្នុងព្រៃលើកក្រោយមុននឹងហាស្ដីត្រូវចេះគិតផងភ្លាមនោះសាក់ក្រោយពីបានលើគេស្ដីឲ្យយ៉ាងដូចនេះគេក៏ធ្វើមុខដូចជាចង់សើចចំអកទៅកាន់នាងវិញហើយបន្តមកសៅដែលជាប្រុសមាត់ដាច់នោះគេក៏និយាយតបទៅកាន់នារីម្នាក់នោះមុនវិញថាមិនដឹងជាមានជំនឿរឿងខ្មោចព្រាយស្អីដែរ2023ទៅហើយវិជាសាស្ត្រគេដើរដល់ណាហើយអាស័យពេលនោះលីក៏តបគេវិញថាគ្នាដឹងថាវិជាសាស្ត្រគេជឿនលឿនដល់ណាដល់ណីតែពួកឯងគួរពុំត្រូវកាន់ធម៌ប្រមាថដែរភ្លាមនោះដែរពួកគេក៏ស្ងាត់មាត់កលែងលឺនិយាយអ្វីបន្តទៀតហើយនៅខណៈនោះក៏ស្រាប់តែបរិយាកាសនៅជុំវិញខ្លួនរបស់ពួកគេក៏ចាប់ផ្ដើមចុះត្រជាក់ខុសពីធម្មតាលុះបន្តិចក៏ស្រាប់តែខ្យល់បក់អង្រួនដាំអំពិលទាំងមូលឲ្យរង្គោះរង្គើញ័រញាក់តែពិតជាគួរឲ្យចម្លែកខ្លាំងណាស់ដើមឈើផ្សេងបែរជាមិនមានខ្យល់បក់សំបីតែបន្តិចប៉ុន្តែបែរជាខ្យល់មកបោកបក់តែដើមអំពិលមួយដើមនេះទៅវិញទន្ទឹមនឹងអ្នកទាំងអស់គ្នាមានអារម្មណ៍ត្រជាក់ចុងដៃចុងជើងនិងព្រឺសម្បុរបាសរោមស្ទឹងតែគ្រប់គ្នាអាលីនាងក៏បានដឹងយ៉ាងច្បាស់ជាក់ថាទាំងនេះវាពុំមែនភាពចៃដន្យអ្វីនោះទេប៉ុន្តែវាគឺជារលកសញ្ញាភ្លើងងងឹតណាមួយមិនខានឡើយដែលនៅមុននេះក្រុមពួកគេបាននិយាយប៉ះពាល់ទៅកាន់ពួកគេដោយពុំមានពាក្យសម្ដីគោរពនៃគេទាំងនោះអាលីលើកដៃប្រណម្យសំពះបួងសួងដើម្បីសុំខមាទោសចំពោះពាក្យសម្ដីដែលពួកគេបាននិយាយលើសលួសនៅពេលមុននេះលុះបានបន្តិចខ្យល់ក៏ស្ងប់លែងមានបោកបក់ហើយបរិយាកាសក៏ប្រែជាមានសភាពប្រក្រតីវិញប៉ុន្តែសាក់និងសៅក៏នៅតែដើរតួនាទីជាមនុស្សមានក្តីប្រមាទថានោះវាពិតជាបាតុភូតធម្មជាតិនោះទេគឺពិតពុំមែនផ្លូវងងឹតណាមួយមកធ្វើស៊ីពួកគេនោះឡើយតែទោះបីជាយ៉ាងណាមិនថាវិជាសាស្ត្រក្តីឬក៏ជំនឿក្តីទាំងពីរនេះគឺដើរទន្ទឹមគ្នាពុំអាចចោលមួយណាបានឡើយពេលវេលាចាស់តែរំកិលទៅមុខថេរវេលាយប់ក៏កាន់តែផ្ដល់ភាពងងឹតរហូតមើលផ្លូវទៅខាងមុខលែងធ្លុះចំណាប់នឹងនិមលក្រោយអំពីបានមកដល់ខាងមុខផ្ទះរបស់អ្នកភូមិម្នាក់ពួកគេទាំងពីរមានក្តីត្រេកអរខ្លាំងណាស់ព្រោះត្បិតបានឃើញផ្ទះនៃគ្រួសារមួយនោះមានភ្លើងគប់ចន្លោះអុចបំភ្លឺនៅជាប់បង្កាន់កម្មចិន្តាសងខាងនិងឃើញមានផ្ទះធំមួយដែលកំពុងពុះហុយផ្សែងនៅលើគប់ភ្លើងទំនងជាកំពុងរងាស់ស្ករត្នោតប៉ុន្តែពុំមានឃើញម្ចាស់ផ្ទះនៅចាំមើលនោះទេបើងាកក្រឡេកមើលទៅទ្វារខាងលើផ្ទះក៏ហាក់បិទចិត្តយល់តែជញ្ជាំងផ្ទះធ្វើអំពីដងកណ្ដបស្លឹកត្នោតដែលមានសភាពធ្លុះធ្លាយដល់ក្នុងផ្ទះឃើញតែសភាពងងឹតហាក់ពុំអុចភ្លើងបំភ្លឺតតែសោះចំណែកឯផ្ទះអ្នកជិតខាងដែលនៅក្បែរក៏ពុំមានផ្ទះណាអុចចន្លោះដើម្បីបំភ្លឺតែបើមើលទៅម៉ោងក៏នៅក្បាលប្រលប់គៀកនឹង8ដែរ
ចាស់ហេតុអ្វីអ្នកភូមិនេះក៏ប្រញាប់បិទទ្វារចូលទៅក្នុងផ្ទះលឿនម្ល៉េះឬមួយភូមិមួយនេះមានអ្វីជាអាចកំបាំងលោកបន្តពីឈរសម្លឹងគិតសញ្ជឹងឆ្ងល់តែម្នាក់ឯងបានបន្តិចស្រាប់តែនិមលនាងក៏បានឃើញស្រមោលខ្មៅដើរស្ទង់ចេញពីខាងក្រៅផ្ទះម្ដុំដើមឫស្សីពីងពងខ្ពស់សន្លឹមនោះរំពេចនោះនិមលក៏យកដៃកេះស្មារបស់ចំណាប់និងនិយាយប្រាប់ថាចំណាប់តើនោះជាស្រមោលម្ចាស់ផ្ទះរបស់គេមែនឬទេឯងជួយមើលគ្នាបន្តិចទៅមើលចំណាប់មើលទៅតាមដៃដែលនិមលចង្អុលទៅហើយគេក៏បានឃើញយ៉ាងច្បាស់ថានោះគឺពិតជាស្រមោលមនុស្សកំពុងដើរខ្មៅស្ទង់យ៉ាងពិតប្រាកដមែនក៏ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់អ្នកកំឡោះហាក់ដូចជាមានអារម្មណ៍ថាវាដូចជាពុំមានភាពច្បាស់លាស់តតែសោះព្រោះមើលទៅរូបរាងស្រមោលនោះម្ដងដូចជាមនុស្សដោះកន្ទុយម្ដងដូចជាសត្វអ្វីម្យ៉ាងហើយក៏មានរូបរាងដូចទៅនឹងមនុស្សដែលដើរដោយគ្មានស្រមោលទៅវិញចំណាប់លេបទឹកមាត់ប្រែទឹកមុខមួមួយរំពេចប៉ុន្តែអ្នកកំឡោះក៏មិនបានបង្ហាញអារម្មណ៍ទៅកាន់និមលឲ្យបានដឹងនោះឡើយព្រោះដោយបានដឹងហើយថាអារម្មណ៍របស់មនុស្សស្រីគឺងាយនឹងប្រឈមជាមួយនឹងការភ័យខ្លាចខ្លាំងបំផុតដើម្បីឲ្យកាន់តែច្បាស់ចំណាប់គេក៏បណ្ដើរម៉ូតូរបស់គេចូលទៅក្នុងផ្ទះនោះយឺតខណៈនិមលក៏ដងហើយទៅម្ចាស់ផ្ទះល្វើយផងដែរភ្លាមនោះដែរក៏ស្រាប់តែខ្លែងស្រាកស្រែកលាន់ខ្វាក់និងហោះរំលងក្បាលរបស់ពួកគេទៅឆ្ងាយឯនាយធ្វើឲ្យអ្នកទាំងពីរចោលក្រសែភ្នែកងាករេសម្លឹងតាមមើលព្រមគ្នារំពេចនោះដែរក៏លាន់ឮសំឡេងបរោះចំណាស់ម្នាក់សួរមកកាន់ពួកគេថាតើពួកក្មួយមករកអ្នកណាដែរទន្ទឹមនឹងឮសំឡេងអំប្រុសម្នាក់នោះភ្លាមនិមលក៏ភ្ញាក់នឹងងាកក្រឡេកមើលមកខាងមុខវិញយ៉ាងលឿនពេលនោះនាងក៏ហាក់មានអារម្មណ៍ភ័យភ្ញាក់ហើយក៏មកពួននៅពីក្រោយខ្នងរបស់ចំណាប់ព្រោះបានឃើញយ៉ាងច្បាស់ថាមុខមាត់របស់អំប្រុសម្នាក់នោះមានសភាពស្លេកស្លក់ភ្នែកខ្មៅរូងនិងមានរាងកាយស្គមស្គាំងស្បែកដណ្ដប់ឆ្អឹងគ្រាន់តែឃើញដូច្នេះភ្លាមចំណាប់ក៏មិនបានទៅចាប់អារម្មណ៍ចំពោះអាការៈរបស់និមលនោះដែរហើយគេក៏បានលើកដៃសំពះជម្រាបសួរដល់គាត់និងនិយាយរៀបរាប់ពីមួយដំណាក់ទៅមួយដំណាក់ប្រាប់អំពីដើមហេតុដែលពួកគេបានឆ្លងកាត់មកដល់ទីនេះលោកបន្តពីដឹងថាពួកគេមកគ្នាច្រើនសមល្មមដែរស្រាប់តែអំប្រុសចំណាស់នោះប្រែជាមានទឹកមុខស្ងួតស្ងប់រំពេចរួចគាត់ក៏និយាយព្រមមានផងដែរថាបាទមិនអីទេក្មួយចាំនាំពួកគេឲ្យមកដេកនៅទីនេះមកតែអ៊ំសមហាមណាគឺហាមចង់ដឹងចង់ឮអំពីភាពអត់កំបាំងនៅក្នុងភូមិនេះព្រោះគេមិនឲ្យដឹងទេបន្ទាប់ពីនិយាយរួចគាត់ក៏ត្រឡប់ទៅខាងក្រៅផ្ទះរបស់គាត់វិញទំនងជាយកអង្គគាត់អស់មកដាក់ដុតនៅក្នុងគុកភ្លើងបន្ថែមព្រោះមើលទៅក៏រៀងរលត់ភ្លើងបន្តិចហើយដែរមួយស្របក់ក្រោយមកពួកគេទាំងអស់គ្នាក៏មកដល់ផ្ទះអំប្រុសចំណាស់នោះនៅខណៈនោះសាក់ឈរសម្លឹងមើលផ្ទះចំណាស់នោះពីក្រោមដល់លើដោយក្តីចំអកពីបជ្រាយនិងថែមទាំងនិយាយបែបមិនសមរម្យមកថាងាប់ហើយមើលផ្ទះរបស់គាត់ចុះចាស់ពុកឈើពុកដំបូលមើលតែផ្ទះខ្មោចនៅយ៉ាងម៉េចយប់នេះខ្ញុំសុំមិនដេកក៏បានដែរភ្លាមនោះចំណាប់ក៏និយាយបែបខឹងទៅកាន់សាក់វិញថាបើឯងមិនចង់ដេកទេឯងក៏នៅអង្គុយខាងក្រោមទៅចុះតែប្រាប់ឲ្យហើយវើយកុំឲ្យយើងឮពាក្យសម្ដីដ៏ស្មោកគ្រោករបស់ឯងទៀតអីសោះរំពេចភ្លាមនោះដែរអំប្រុសចំណាស់ដែលកំពុងឈរក្រពាត់ដៃសម្លឹងមកកាន់យាយសាក់ប៉ុន្មានអ្នកដែលស្របយោបល់ជាមួយគេនោះពេលនេះអ៊ំចំណាស់ម្នាក់នោះគាត់ក៏សម្លឹងចោលក្រសែភ្នែកដោយកំហឹងនិងមានកែវភ្នែកពណ៌ក្រហមគួរឲ្យខ្លាចហើយបើកភ្នែកឥតព្រិចហាក់ដូចជាឃ្លានស៊ីសាច់ពួកគេនោះយ៉ាងខ្លាំងយ៉ាងអញ្ចឹងលោកពាក់កណ្ដាលអត្រារំកិលមកដល់
បរិយាកាសហាក់ស្ងប់ស្ងាត់និងមិនឮសំបីតែខ្យល់បក់បន្តិចក្រោយមកសំឡេងប្រៀបដូចជាមានមនុស្សកំពុងស៊ីផឹកកំពុងនិយាយគ្នាហាក់ដូចជាស្បាយហឹកហាក់ខ្លាំងណាស់សំឡេងដែលកំពុងប្រាច់ព្រូក្នុងនោះបើស្ដាប់ពុំច្រឡំទេពួកគេទំនងជាមនុស្សស្រីព្រោះបើស្ដាប់យូរទៅពួកគេទំនងជាកំពុងពិបាកចិត្តរឿងស្នេហាទើបឮនិយាយបណ្ដាលពេលខ្លះក៏យំពេលខ្លះក៏សើចកិលនិងជល់ស្រាគ្នាឬសូតប៉ាំងប៉ាំងប៉ាំងប៉ែវប៉ែវហាក់ដូចជាកំពុងថឹកនៅក្បែរនេះដែរភ្លាមនោះសាក់ក៏ភ្ញាក់បាក់ភ្នែកឡើងនឹងបានឮក្រុមនារីទាំងនោះកំពុងនិយាយគ្នាឡែហាក់ដូចជាកំពុងស្រវឹងស្រាខ្លាំងណាស់ពេលនោះសាក់ក៏និយាយតិចឆ្ងល់តែម្នាក់ឯងថាចំពួកស្រីនេះទើបមកពីណាចេះថ្មនេះទៅហើយនៅផឹកស៊ីឥតគិតដេកពួនទៀតតែទោះបីជាយ៉ាងណាគេក៏បានត្រឹមឆ្ងល់ក៏ប៉ុន្តែចិត្តនៅតែចង់ដឹងចង់ឮថាក្រុមនារីទាំងនោះនាងកំពុងផឹកស៊ីនៅម្ដុំណាសាក់ងើបក្រោមយឺតដោយកោភ្នែកក្រឡេបក្រឡាប់មើលឆ្វេងស្ដាំក្រែងលោឃើញមានអ្នកណាមួយដឹងថាគេបានដើរចេញទៅខាងក្រៅតង់តាមពិតទៅខាងក្រុមរបស់សាក់គេដេកនៅក្នុងតង់នៅលើដីចំណែកឯក្រុមចំណាប់ពួកគេដេកនៅខាងលើផ្ទះចាស់នោះលុះនៅពេលដែលសាក់បានដើរចេញមកខាងក្រៅគេក៏ឃើញក្រុមនារីមួយក្រុមមានសម្រស់ស្រស់ស្អាតសុភានិងស្លៀកពាក់ខ្លីៗចេញគល់ផ្លូវបានកំពុងអង្គុយក្រោមពន្លឺភ្លើងចន្លោះនៅខាងក្រោយផ្ទះក្រោមដើមឫស្សីពីងពងនោះពួកនារីទាំងនោះគ្រាន់តែក្រឡេកឃើញសាក់កំពុងឈរសម្លឹងមកកាន់ពួកនាងភ្លាមនារីទាំងនោះបានឃើញហើយក៏បានបកដៃប្រៀបដូចជាកំពុងដង្ហោយហៅគេឲ្យទៅចិត្តនាងយ៉ាងដូចនេះនៅខណៈនោះដែរសាក់ក៏បានដើរទៅយ៉ាងលឿនដោយក្តីរីករាយព្រោះត្បិតគេមិនមែនជាប្រុសប្រកាន់ខ្លួនឯណាឃើញស្រីស្អាតហៅផឹកស៊ីជាមួយទាំងយប់បែបនេះបើមិនទៅមានតែភ្លើលុះបន្ទាប់ពីផឹកស្រាស្រវឹងស្រឿងបានបន្តិចស្រាប់តែសាក់ក៏ចាប់ផ្ដើមប្រើដៃដល់របស់គេប៉ះទៅកាន់ពួកស្រីទាំងនោះក៏ប៉ុន្តែពួកនាងក៏មិនបានប្រកាន់ខឹងអ្វីដែរភ្លាមនោះក៏មានស្រីស្អាតម្នាក់បាននិយាយមកកាន់គេថាបងជូនអូនទៅរកដោះទុកសัตว์បន្តិចទៅណាអូនទ្រាំលែងបានហើយពេលនោះសាក់ក៏គិតថាគេគឺពិតជាបានឱកាសជាក់ជាពំខាននឹងមិនឲ្យនារីម្នាក់នោះរួចពីក្នុងកណ្ដាប់ដៃរបស់គេបានងាយឡើយរំពេចនោះដែរនាងក្រមុំក៏ដើរអោបដៃសាក់បណ្ដានឹងធ្វើជាប្រកៀកប្រកិតស្និទ្ធជាមួយគេបណ្ដារហូតមកដល់ព្រៃឆ្ងាយពីក្រោយផ្ទះចំណាស់មួយនោះលុះនៅពេលដែរបានមកកាន់តែឆ្ងាយសាក់ក៏រៀបចំផែនការរួចជាស្រេចក្នុងការមានបំណងមិនល្អមកលើនាងសាក់ចាប់ផ្ដើមលូកដៃខាងឆ្វេងរបស់គេទៅស្ទាបប៉ះចង្កេះរបស់ស្រស់ស្រីខណៈដៃរបស់នាងដែលកំពុងប៉ះផ្ទាល់ជាមួយនឹងសាច់របស់គេហាក់ប្រែទៅជាត្រជាក់ខុសពីធម្មតាសាក់បែរមកយឺតបំណងសម្លឹងមើលទម្រង់មុខនាងក្រមុំឲ្យចំកាន់តែច្បាស់ហើយក៏បាននិយាយមកកាន់គេឮល្វើយមកទៀតថាបងអូនរងាណាស់អបអូនបន្តិចមកសាក់ចាប់ផ្ដើមបានចិត្តក្នុងខ្លួនរងសម្ពាធរុំរឹកដោយភ្លើងតណ្ហានិងអោបត្រកងថើបញក់ញីមកលើរូបស្រស់ស្រីទាំងកំពុងថ្មិចនេត្រាក៏ប៉ុន្តែរូបនាងក្រមុំនោះនាងហាក់ពុំរើបំរាស់ខ្លួនតលតែសោះនឹងឈរស្ងៀមត្រឹងរឹងខ្លួនត្រង់ដៃទាំងពីរទម្លាក់ចុះទៅក្រោមត្រង់ភ្លឹងនិងមើលសម្លឹងទៅកាន់កំឡោះសាក់កំហូចដោយឃើញថានាងម្នាក់នោះហាក់ដូចជាស្ងៀមនិងរាងកាយពោពេញដោយភាពត្រជាក់ទៀតនោះគេក៏ដកឃ្លាបន្តិចនិងបែរភ្នែកសម្លឹងមើលទៅនាងសាជាថ្មីម្ដងទៀតទើបដឹងច្បាស់ថានាងពុំមែនជាមនុស្សទេតាមពិតនោះគឺជាខ្មោចស្រីក្រមុំដែលមានមុខមាត់ហើមប៉ោងរលួយសុទ្ធតែឈាមនិងមានដុសចង្កូមវែងក្រចកខ្មៅស្រួច
បានកំពុងគ្រោះហឹមចេញជាសំឡេងព្រៀបដូចជាសត្វខ្លារួចក៏ចាប់កន្ទ្រឹបសាក់ខំកញ្ចឹងកសម្លាប់បែកឈាមអរហាចរំពេចនោះនារីប៉ុន្មានអ្នកទៀតដែលឃើញថាផឹកស៊ីជាមួយនាងខ្មោចនោះពួកគេក៏បានដើរសម្ដៅមកប៉ុន្តែពួកនាងទាំងនោះមិនមែនមកជារូបកាយជាមនុស្សលោកយើងទេគឺមកជាលក្ខណៈសត្វកាចសាហាវនោះគឺជាឆ្កែព្រៃដែលមានមាឌធំនិងមកខំហែកស៊ីខ្មោចនិស្ស័យយ៉ាងរន្ធត់ជាទីបំផុតលុះនៅពេលព្រឹកឡើងក្រុមពួកគេក៏ភ្ញាក់ក្រោកឡើងបន្ទាប់ពីដឹងថាក្រុមរបស់ពួកគេត្រូវបានបាត់សមាជិកម្នាក់ក៏ស្រាប់តែមានការភ្ញាក់ផ្អើលនិងតាមស្វែងរកក៏ប៉ុន្តែគួរឲ្យសោកស្ដាយព្រោះនិស្ស័យត្រូវបានសត្វព្រៃកាចសាហាវស៊ីគេនៅឯព្រៃខាងក្រោយស៊ីគេនៅឯម្ដុំព្រៃឫស្សីខាងក្រោយក្រោយមកអ៊ំចំណាស់ដែលជាម្ចាស់ផ្ទះនិងជាអ្នកបានដឹងហេតុការណ៍នោះគាត់ក៏បាននិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាគ្រប់យ៉ាងវាសុទ្ធតែមានហេតុនិងផលអានទឹកនេះវាជាអ្នកបង្កហេតុឲ្យគេខឹងទើបគេមកយកវាតែបើតាមដឹងគេនោះមិនមែនចង់យកតែវាម្នាក់នោះទេគឺគេចង់យកពួកឯងទាំងអស់គ្នានឹងក៏ប៉ុន្តែដោយសារតែបុណ្យបារមីរបស់ពួកឯងម្នាក់សុទ្ធសឹងតែជាអ្នកប្រកាន់នូវសេចក្តីល្អដូច្នេះពួកវិញ្ញាណខ្មោចព្រាយវាពុំហ៊ានមកប៉ងយាយីនោះទេបន្ទាប់ក្រោយមកពួកគេទាំងអស់គ្នាក៏បានសុំធ្វើការបួងសួងទៅដល់ម្ចាស់អរុកអរិយអ្នកតាព្រៃភ្នំនៅម្ដុំនេះដើម្បីសុំខមាទោសរាល់ពាក្យទាំងឡាយណាដែលមិនគប្បីដែលក្រុមរបស់ពួកគេនិយាយមានការលឺលួសនិងប៉ះពាល់មកដល់ភូមិឋាននេះលុះពួកគេត្រឡប់ទៅដល់ផ្ទះវិញពួកគេក៏ឲ្យឪពុកម្ដាយរបស់ពួកគេស្រោចទឹកដើម្បីលាងរំដោះគ្រោះនិងលើករាសីក្រោយពីជួបហេតុការណ៍អាក្រក់កាលនៅភូមិព្រៃនោះ